ទោះបីមានច្បាប់ចាប់ក៏ប៉ុន្មានរួចទៅចាប់ហើយអីហើយដល់ពេលផុតកំណត់នៃទោស3នឹងទៅចេញមកវិញបើគាត់ព្រមលំមនឹងថាការជប់ធ្វើនៅទង្វើអាក្រក់ហ្នឹងគាត់នឹងឯងក៏លែងធ្វើនៅទង្វើជាចោរជាអ្នកលួចអ្នកឆក់អ្នកប្លន់ហ្នឹងតែបើសិនជាចិត្តរបស់គាត់ហើយកាយរបស់គាត់នៅតែចង់ធ្វើនឹងក៏ជាគាត់ខ្លួនឯងអញ្ចឹងវាអាស្រ័យទៅនឹងលើបុគ្គលរៀងខ្លួនដែលជាអ្នកគ្រប់គ្រងនៅកាយវិការរបស់ខ្លួនឯងនឹងឯងតែតើតើនឹងទី4ហ្នឹងគឺការសម្រេចចិត្តនេះក៏អាស្រ័យទៅនឹងលើយើងខ្លួនឯងផងដែរអញ្ចឹងនៅពេលណាដែលយើងនិយាយឲ្យងាយទៅទៀតនោះការធ្វើនៅអំពើអាក្រក់ការប្រព្រឹត្តនៅអំពើមិនល្អការបៀតបៀនទៅកាន់ជនដទៃលួចឆក់ប្លន់អីផ្សេងកេងប្រវ័ញ្ចបោកបញ្ឆោតអីហោហាយហ្នឹងវាតើតើនឹងការសម្រេចចិត្តរបស់មនុស្សរៀងខ្លួននឹងឯងបើសិនជាគាត់សម្រេចចិត្តថា